តើអ្នកដឹងទេហេតុអ្វីបានជាសត្វប្រចៀវត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃសេចក្តីស្លាប់នៅក្នុងវប្បធម៌មួយចំនួនសត្វប្រចៀវត្រូវបានគេចាត់ទុកថាជាប្រផ្នូលមិនល្អនៅក្នុងវប្បធម៌ជាច្រើនជុំវិញពិភពលោកនៅក្នុងទេវកថា Celtic mythology គេជឿថាការឃើញសត្វប្រចៀវអាចជាសញ្ញាព្រមាននៃសេចក្តីស្លាប់ឬព្រឹត្តិការណ៍អាក្រក់ដែលនឹងកើតឡើងចំណែកឯក្នុងទេវកថាក្រិកវិញសត្វប្រចៀវត្រូវបានផ្សារភ្ជាប់ជាមួយពិភពនៃអ្នកស្លាប់ហើយត្រូវបានជឿថាជាអ្នកនាំព្រលឹងរបស់អ្នកស្លាប់ឆ្ពោះទៅកាន់លោកក្រោយទោះជាយ៉ាងណានេះគ្រាន់តែជាជំនឿនិងទេវកថាបុរាណប៉ុណ្ណោះមិនមានភស្តុតាងវិទ្យាសាស្ត្របញ្ជាក់ថាសត្វប្រចៀវអាចទស្សន៍ទាយសេចក្តីស្លាប់បានឡើយតើអ្នកធ្លាប់ឮជំនឿបែបនេះដែរឬទេសូមបញ្ចេញមតិនៅខាងក្រោមហើយកុំភ្លេច like share និង subscribe ដើម្បីទទួលបានចំណេះដឹងថ្មីៗជាពិសេសក្រុមពពួកសត្វត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃសេចក្តីស្លាប់